សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនាំបងប្អូនទៅមើលទេសភាពនៅប្រទេសវៀតណាមដែលខាងវៀតណាមវាប្លែកពីខាងកម្ពុជាយើងមិនចឹងណាបាទហើយទ្រីបលើកនេះដែរមិនមែនទ្រីបលក្ខណៈសាបដូចមុនទេលក្ខណៈនេះលក្ខណៈប្រៃហើយជិះដល់វៀតណាមដែរមកចុកគូតដែរហើយអ្នកខ្លះគេឆ្ងល់ចឹងណាឆ្ងល់តែម៉េចឃើញសាកថ្មជីវិតរហូតចឹងមិនឆ្ងល់ទេថ្មជីវិតខ្ញុំថ្មជីវិតតៅបាវចឹងហើយវាមិនសូវកាន់ដល់សាចឹងណាឥឡូវហ្នឹងយើងមកដល់ខាងស្វាយរៀងយើងជប់ហូបបាយនៅស្វាយរៀងសិនទេសភាពនៅហ្នឹងស្អាតដែរនេះជាប់មាត់ទន្លេនៅខាងភោជនីយដ្ឋានស្វាយរៀងហើយបន្ទាប់ពីយើងហូបបាយហូបអីហើយយើងចេញដំណើរទៅខាងព្រំដែនប្រវត្តិហើយយើងជិះទៅវៀតណាមហ្នឹងយើងជិះតាមច្រកខាងប្រវត្តិហ្នឹងបន្ទាប់ពីជិះអស់80ម៉ោងក្រោយមកឥឡូវយើងបានមកដល់ខាងព្រំដែនប្រវត្តិហ្នឹងហើយមានបងប្អូនណាចង់ជិះម៉ូតូចូលខាងវៀតណាមអីអាហ្នឹងយើងត្រូវមានទី1 passport ទី2បានបើកបរអន្តរជាតិអាហ្នឹងយើងត្រូវតែមានព្រោះអីយើងជិះឆ្លងប្រទេសយើងត្រូវតម្រូវឲ្យមានខាងបានបើកបរអន្តរជាតិហ្នឹងបានជិះឆ្លងមកកើតអញ្ចឹងណាឥឡូវនេះយើងជប់ចាំបាយ passport សិនបន្ទាប់ពីយើងវាយ passport មកឥឡូវយើងបានចូលមកដល់ខាងប្រទេសវៀតណាមហើយនិយាយទៅទេសភាពគេតាមផ្លូវមានអីបងប្អូនស្អាតមួយយ៉ាងវាមើលទៅវាប្លែកភ្នែកឥឡូវហ្នឹងយើងបានជិះមកដល់ខាងស្ថាគារដែលយើងត្រូវសម្រាកហ្នឹងហើយតែគាត់ថាស្ថាគារហ្នឹងមិនដឹងឈ្មោះទេខ្ញុំអត់ចេះអក្សរខាងវៀតណាមដែរតែទេសភាពនៅហ្នឹងស្អាតតែចាំខ្ញុំតម្លាក់ location ដាក់ location នៅក្នុងវីដេអូហ្នឹងដាក់ឲ្យបងប្អូនឃើញហើយបន្ទាប់មកយើងឥឡូវទទួលបានខាងសោបន្ទប់ហើយខាងឡាននេះជួនយើងមកដាក់ដល់មុខបន្ទប់បដើរៀងឆ្ងាយដែរខ្ទង់200ម៉ែត្រអីដែរមើលទៅហើយនេះខាងបន្ទប់តែខ្ញុំគេងមកដល់បងប្អូន review ក្នុងបន្ទប់តិចនិយាយទៅបន្ទប់គេនេះមានអីវាមកសំរុំទទួលយកបានគាត់ថាវាទេសភាពនេះលក្ខណៈដូចព្រៃភ្នំរបៀបដូចខាងយើងដូគិរីរតនគិរីអីដែរវាមិនលេសខ្វះគ្នាប៉ុន្មានទេហើយនេះហាងកាហ្វេគេមិនដឹងឈ្មោះអីទេហាងកាហ្វេគេនេះខ្ញុំអត់ស្គាល់ដែរនិយាយទៅខាង resort គេនេះធំខាង resort គេដីរាប់រយហាត់គេធ្វើមានកន្លែងជិះខ្សែរ៉កផងគេធ្វើមានកន្លែងជិះទូកមានខាងសួនសត្វមានអីអូយនិយាយទៅថាដើរមួយថ្ងៃចង់វិញបាទដើរកន្លែង resort គេនេះដើមស្រួលវិញមែនអីស្ងាត់សត្វតែព្រៃដើមឈើធំគាត់ថាដើរតែមកចង់ខ្លាចដែរដើរល្ងាចមក6ម៉ោង7អីខ្លាចប្រហើយហើយនេះដែរដូចដើរផ្ទះខាងភ្នងដូចភ្នងជនជាតិភាគតិចមិនដូចផ្ទះមើលទៅដូចខាងភ្នងហើយអានេះខាងសួនសត្វគេហ្នឹងគេមានចំរបៀបដូចសត្វក្តាន់ស
สัตว์กระดานพองกระปรกพองกำบ่มาเนี่ยตน้องได้รีสอร์ทเกมีนกรุ๊ปสอบมีต่างหลายเลยมีต่างโซนสัตว์ให้วิดีโอnhómมีแต่ปนนั่งมองบอลai cho mơ sai tiết cho mơ sai ngày TP cho mơ bộ bàn tạt đà lên nhắc lại nhà xã cho nhầm thưa bị tổ con chơi mong bồn